ការព្យាបាលស្វិតស័យបាបភ្នែកបច្ចុប្បន្នជាអកុសលស្វិតស័យបាបភ្នែកឬក៏ខូចអុបតិចហ្នឹងគឺយើងមិនអាចធ្វើឲ្យវាដុះឡើងវិញឬក៏រស់ឡើងវិញទេស័យដែលងាប់ហើយណាបាទបើយើងដឹងខ្លួនទាន់យើងអាចប្រើថ្នាំបាទអាចល្អប្រសើរអាចមើលឃើញល្អប្រសើរឡើងវិញបើករណីវាមិនទាន់ស្វិតទៅ100%បាទគ្រាន់តែជាការស្ទះលំហូរឈាមឬក៏មិនទាន់ស្វិតចូលភាគរយច្រើនទេយើងដឹងខ្លួនទាន់យើងអាចព្យាបាលបានហើយក៏អាចភ្លឺល្អប្រសើរមកវិញដែរអ្នកខ្លះបើខូចខ្លាំងពេកមិនអាចល្អ100%ទេបាទមិនអាចជា100%មានន័យថាយើងអាចទប់នៅត្រឹមហ្នឹងឬល្អប្រសើរជាងហ្នឹងគោលបំណងនៃការព្យាបាលគឺកុំឲ្យគាត់ពិការភាពកុំឲ្យគាត់ហ្នឹងពិបាករស់នៅបាទឲ្យគាត់ធ្វើបានធ្វើការងារបាននឹងគេនឹងឯងដែរណាបាទអញ្ចឹងគឺយើងព្យាបាលទៅតាមមូលហេតុដើមបើគាត់ទឹកដក់បន្ថយសម្ពាធប្រើថ្នាំបន្ថយសម្ពាធហើយថែរក្សាអុបតិចរបស់គាត់បាទព្យាបាលអុបតិចរបស់គាត់បាទអាចប្រើថ្នាំជំនួយថែរក្សាព្យាបាលការពារទៅតាមហ្នឹងទៅបាទបើគាត់រលាកព្យាបាលរលាកព្យាបាលភ្នែកបន្តបើគាត់ដុំសាច់គឺវាដុំសាច់នឹងហើយបន្តមកព្យាបាលភ្នែកបន្តបាទធ្វើម៉េចយើងយកអុបតិចរបស់គាត់ថែរក្សាអុបតិចរបស់គាត់ឲ្យនៅប្រើបានបាទហើយការគ្រប់គ្រងបាទបើសិនជានៅពេទ្យធំបើគាត់បាត់បង់គំហើញខ្លាំងការគ្រប់គ្រងឧបករណ៍ជំនួយនៅពេទ្យធំមានបើគាត់បាត់បង់គំហើញខ្លាំងគឺយើងត្រូវប្រើឧបករណ៍នោះបាទដើម្បីឲ្យគាត់អាចមើលឃើញបានបាទអរគុណ